តើបងប្អូនដឹងទេអ្វីទៅជាសេវាលក់ផ្ដាច់អ្វីទៅជាសេវាអំណោយផ្ដាច់សេវាលក់ផ្ដាច់គឺសំដៅទៅលើការផ្ទេរបន្តឬផ្ទេរកម្មសិទ្ធិពីម្ចាស់កម្មសិទ្ធិទៅភាគីផ្សេងទៀតឧទាហរណ៍បុគ្គលម្នាក់ត្រូវការលក់ផ្ទះឬក៏ដីទៅឲ្យបុគ្គលម្នាក់ទៀតតាមកិច្ចព្រមព្រៀងរបស់ពួកគេនិងលិខិតលក់ផ្ដាច់សេវាអំណោយផ្ដាច់សំដៅទៅលើការសន្យាដែលត្រូវមានអានុភាពពីភាគីម្ខាងបង្ហាញឆន្ទៈទៅភាគីម្ខាងទៀតនៅទ្រព្យសម្បត្តិដែលមិនយកថ្លៃហើយភាគីម្ខាងទៀតយល់ព្រមទទួលឧទាហរណ៍បុគ្គលម្នាក់យល់ព្រមធ្វើអំណោយប្រទានកម្មផ្ទះឬដីឲ្យទៅរង្វង់ញាតិតាមការសម្រេចចិត្តរបស់ម្ចាស់អំណោយដូចជាឪពុកម្ដាយផ្ដល់អំណោយទៅដល់កូនឯកសារត្រូវភ្ជាប់មានដូចជាសម្រាប់អ្នកលក់មានប័ណ្ណកម្មសិទ្ធិច្បាប់ដើមនិងអត្តសញ្ញាណប័ណ្ណសម្រាប់អ្នកទិញមានអត្តសញ្ញាណប័ណ្ណសៀវភៅស្នាក់នៅនិងសេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍បច្ចុប្បន្នចំពោះសេវាលក់ផ្ដាច់និងសេវាអំណោយផ្ដាច់ក៏អាចស្នើសុំតាមប្រព័ន្ធអនឡាញគ្រាន់តែចូលទៅក្នុង website របស់ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ហើយជ្រើសរើសសេវាលក់ផ្ដាច់និងសេវាអំណោយផ្ដាច់រួចបំពេញតាមលក្ខខណ្ឌនិងឯកសារតម្រូវជាការស្រេច